Nhiều số phong mai bằng bốn, sống soát cùng một căn channel Suggestering. Ngày để ấy khi miền video thay muối, đâm bay chạy đâm lệ, tập căn bằng bốn được ở kia. Để tôi nâng ca pra nâng ca cầm nót cầm thêm xinh nó không tụ sập iPhone. Đôi để bong ôn mà đừng sập ấy. Nó về để bong ôn tinh tụ sập iPhone mọc đồn bộ. Để tôi nâng camera rồi có cầm thêm xinh nhưng ở tận bản cầm nót bên lên lại thì chẳng dương trời trôi tôi cầm nót được không một nghiệp xinh không tụ sập iPhone. Mình thay tiền ca pra camera. Chẳng cả ca pra camera cứ việc sẵn khăn. ពួកយើងយកមកប្រើសម្រាប់ការថតរូបឬក៏ការថតជាវីដេអូផ្សេងៗដើម្បីយើងទទួលបានគុណភាពវីដេអូល្អច្បាស់ក្នុងការផុសនៅក្នុង YouTube ឬក៏ Facebook Page ជាដើមអូខេដើម្បីឲ្យកាន់តែច្បាស់អញ្ចឹងសូមនាំបងប្អូនទៅមើលការកំណត់របស់គ្នានៅក្នុងទូរស័ព្ទ iPhone ប៉ុន្តែមុននឹងចាប់ផ្ដើមសូមបងប្អូនជួយ Subscribe Channel ខ្ញុំបាទផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតជាដំបូងបងប្អូនចូលទៅសាកមើលកាមេរ៉ារបស់ iPhone សិនអូខេយើងឃើញថាកាមេរ៉ាយើងអត់ស្អាតទេរាងខ្មៅអូខេបន្តមកទៀតបងប្អូន scroll ទៅរកពាក្យ setting បន្តមកយើងចូលទៅរកពាក្យកាមេរ៉ានេះគឺកាមេរ៉ាបន្ទាប់ពីយើងចូលកាមេរ៉ាយើងចុចទៅលើពាក្យដំបូងគេគឺ record video អញ្ចឹងបងប្អូនជ្រើសរើសអាចយក 4K 60 fps ក៏បានឬក៏ 4K 30ក៏បានបន្តមកអូនយកពាក្យ record យើងយកពាក្យ18 240បន្តមកទៀតយើងចូល record sound បងប្អូនរើសពាក្យ stereo បន្តមកទៀតយើងចូលពាក្យ format នៅក្នុង format យើងរើសពាក្យ high efficiency បន្តពីនឹងមកយើងចូលនៅក្នុង visual setting អូខេយើង select មើលតោះមកបងប្អូនអូសយកពាក្យ scan QR code so detection យើងមានសាច់ហើយ grip level ហើយនឹង mirror front camera បងប្អូនបើកមកហើយ priority type faster shooting យើងបើកមក smart HDR អូខេបន្ទាប់ពីយើងកំណត់កាមេរ៉ានៅក្នុងកម្មវិធីនឹងអស់ហើយយើង scroll មើលបន្ថែមបន្តមកបងប្អូនថយមកយើងសាកមើលកាមេរ៉ាយើងម្ដងទៀតបន្ទាប់ពីយើងកំណត់នៅក្នុង setting ហើយយើងឃើញថាកាមេរ៉ាយើងមានពន្លឺតទៅនឹងវីដេអូគឺយើងមើលទៅ HD ច្បាស់នេះជាការកំណត់នៅក្នុងកាមេរ៉ាទូរស័ព្ទ iPhone យើងថត screen សាកមើលមកបន្តទៀតបងប្អូនចូលក្នុង setting search ពាក្យ HDR នៅក្នុង HDR នេះយើងគួរតែបិទយើងអត់គួរបើកទេព្រោះនៅពេលដែលយើងថតគុណភាពរូបសន្លឹករបស់យើងឬក៏វីដេអូអត់សូវច្បាស់ទេនៅក្នុងកន្លែងនេះយើងបិទចោលទៅយើងមិនបាច់បើកក៏បានដែរអានេះអាស្រ័យលើការឆ្លាញ់បងប្អូនទេបើសិនជាបងប្អូនឆ្លាញ់បន្ថែមអានេះយើងអាចបើកក៏បានដែរសូមបងប្អូនជួយ Subscribe Channel របស់ខ្ញុំបាទម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីនិងគំនិតល្អៗបន្តទៀតបាទសូមអរគុណ